ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកចែករំលែកបទពិសោធន៍គឺអំពើត្រាំកុំឲ្យមានរសជាតិជូរចាអញ្ចឹងដំបូងឡើយគឺខ្ញុំដាំទឹកក្តៅហើយស្រុះហើយខ្ញុំចាប់ដើមបកសវកហើយក៏សូមខន្តីអភ័យទោសដែរបាទអត់បានថតវីដេអូពេលស្រុះហើយនឹងបកឲ្យចាអញ្ចឹងគឺដាំទឹកក្តៅហើយដាក់អំពើគួរចូលប្រហែលជាមួយស្ទុះបងប្អូនអាចបកមើលថាបកទៅមានរបកពីសាច់ហើយឬនៅចាបើបកហើយរៀងរបកហើយបងប្អូនចាប់ដើមចាក់ទឹកនឹងចេញឲ្យបកមកចាហើយដល់បកហើយគឺដូចក្នុងវីដេអូនេះអញ្ចឹងគឺលាងទឹកយកមកលាងទឹកចាលាងទឹកបងប្អូនឃើញមានពពុះតូចៗក្នុងហ្នឹងចាអញ្ចឹងលាងទឹកវាឲ្យបានច្រើនទឹកតាដល់លាងឲ្យសម្រិតចោលអញ្ចឹងទៅលាងឲ្យសម្រិតទៅយើងដាក់ទឹកចាអញ្ចឹងពុកម៉ែបងប្អូនដាក់ទឹកគឺដាក់ទឹកឲ្យលិចមើលទៅលិចសាច់អំពើហ្នឹងចាហើយត្រាំទុករយៈពេល1យប់ចាត្រាំរយៈពេល1យប់ហើយស្អែកឡើងពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនយកមកលាយជាមួយនឹងស្ករអំបិលប៊ីចេងចាតាមចំណង់ចំណូលចិត្តហើយចារួចជាការស្រេច